សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាពេលនេះយើងមកតាមដានសាច់រឿង In Search of God ឬកំណត់ត្រាស្វែងរកព្រះដែលជាអេពីសូតទី3ជាបន្តទៀតសាច់រឿងបានចាប់ផ្ដើមនៅទីតាំងវាលខ្សាច់មួយកន្លែងនៅទីនោះយើងឃើញមានឪពុកកូនពីរនាក់កំពុងនិយាយគ្នាអំពីប្រវត្តិនៃក្រុងប៉មបំភាន់គាត់ថាដំបូងមានជនភៀសសឹកជាង1000នាក់មកពីកោះសម្ព័ន្ធទឹកមានទាំងមនុស្សចាស់ជរាជនពិការកុមារមនុស្សមានជំងឺមនុស្សទន់ខ្សោយសុទ្ធតែមកប្រមូលផ្ដុំនៅទីក្រុងប៉មបំភាន់ពួកគេបានសុំអង្វរឲ្យកុលសម្ព័ន្ធឈើទទួលយកពួកគេពេលនោះអន្តរាយដល់ទេវភាពបានបង្ហាញសេចក្តីមេត្តាករុណាហើយបញ្ជាឲ្យអន្តរាយបៃតងផ្ដល់ជម្រកដល់ពួកគេថែមទាំងបានកែប្រែទីក្រុងប៉មបំភាន់ឲ្យក្លាយទៅជាទីក្រុងសេរីអ្នកណាម្នាក់ក៏អាចចូលមករស់នៅក្នុងទីក្រុងនេះបានដែរខណៈពេលនោះកូនស្រីរបស់គាត់បានស្រែកប្រាប់ថាប៉ាប៉ាខ្លោចត្រីអស់ហើយលោកម្ចាស់ម្នាក់នោះក៏បញ្ញាបញ្ញាលើកត្រីអាំងឡើងពេលនោះកូនស្រីរបស់គាត់បានប្រាប់ថាសៀនមិនទាន់ឃ្លានទេប៉ាប៉ានិយាយរឿងបន្តទៀតមកពេលនោះឪពុករបស់គាត់បាននិយាយបន្តថាក្រុងនៃប៉មបំភាន់បានក្លាយជាជម្រកនៃជនភៀសសឹកដែលមកពីកោះសម្ព័ន្ធផ្សេងវាជាទឹកដីពិសិដ្ឋសម្រាប់អ្នកផ្សងព្រេងដ៏អស្ចារ្យអ្នកដែលបានស្នាក់នៅទីនេះហើយគឺមិនចង់ត្រឡប់ទៅវិញនោះទេដូចនេះហើយទើបទីក្រុងនេះត្រូវបានគេឲ្យឈ្មោះមួយទៀតថាជាទីក្រុងដែលគ្មានភាពសោកស្ដាយងាកមកមើលធូបបាយជ័យរបស់យើងវិញពេលនេះគាត់កំពុងតែធ្វើដំណើរជាមួយកញ្ចាស់ដួនខាយគាត់ធ្វើដំណើរបណ្ដាសម្លឹងមើលឧបករណ៍ដុតធូបក្អូបដែលស្ថិតនៅក្នុងដៃរបស់គាត់បណ្ដាឃើញដូចនេះកញ្ចាស់ដួនខាយបានសួរថាតើឧបករណ៍នេះសង្សារអ្នកឲ្យមែនបានខំមើលបែបនេះធូបបាយជ័យរបស់យើងបានប្រកែកថាគឺមិត្តភ័ក្តិរបស់គាត់ជាអ្នកឲ្យនោះទេហើយសាច់រឿងរបស់យើងក៏បានសម័យឲ្យឃើញនៅពេលមួយពេលដែលធូបបាយជ័យរបស់យើងបានសុំអភ័យទោសដែលគាត់ធ្វើឲ្យដាវមួយនេះមានការបែកបាក់ព្រឹទ្ធាយាយអូនបានប្រើប្រាស់ធម៌ពលបន្តិចដើម្បីសម្អាតស្នឹមនៅលើដាវគាត់ប្រាប់ថានៅពេលដែលដាវមានការបែកបាក់ស្នេហាក៏មានរបួសស្នាមទាំងអស់នេះសុទ្ធតែជាវាសនាវាមិនមែនជាកំហុសរបស់ឯងនោះទេដាវនេះបានស្ថិតនៅខាងក្រោមបាតជ្រោះអស់រយៈពេលរាប់រយឆ្នាំមកហើយពេលនេះឯងទទួលបានវាមានន័យថាឋានសួគ៌បានកំណត់ទុករួចរាល់អស់ហើយពេលនោះព្រឹទ្ធាយាយអូនបានបោះដាវឡើងទៅលើដាវនោះបានហោះពី3ជុំរួចក៏ហោះចូលទៅចង្កេះធូបបាយជ័យរបស់យើងធូបបាយជ័យក៏មានការភ្ញាក់ផ្អើលបន្តិចផងដែរគាត់សន្យានឹងផ្គួរដាវជូនម្ចាស់ដើមវិញទោះបីជាត្រូវស្វែងរកជុំវិញពិភពលោកក៏ដោយពេលនោះព្រឹទ្ធាយាយអូនបានប្រាប់ថាមីងរបស់គាត់ស្ថិតនៅជលើងភ្នំថាងប្រសិនបើឯងបានទៅដល់ទីនោះកុំភ្លេចប្រាប់គាត់អំពីរឿងរ៉ាវនៃព្រឹទ្ធាចារ្យស៊ីណុងឲ្យគាត់បានដឹងផងកាន់មកដល់ខាងក្រៅធូបាយេបានផ្គល់សមុទ្រឈាមនិងផ្លាកបញ្ជាឲ្យកញ្ចាស់ដួនខាយគ្រាន់តែបានឃើញវត្ថុទាំងពីរនេះភ្លាមកញ្ចាស់ដួនខាយបានលុតជង្គង់អរគុណធូបាយេរបស់យើងនេះក៏ដោយសារតែវត្ថុពីរនេះគឺអាចជួយបញ្ជាសង្គ្រាមបានធូបាយេរបស់យើងបានប្រាប់ថាតែយើងមិនទាន់រកឃើញអធិរាជបៃតងនៅឡើយទេកញ្ចាស់ដួនខាយបានតបថាមានសមុទ្រឈាមនិងផ្លាកបញ្ជានេះប្រៀបដូចមានអធិរាជដតេវភាពមើលផ្ទាល់អញ្ចឹងទោះបីជាគ្មានអធិរាជបៃតងក៏កញ្ចាស់ធានវូនៅតែស្ដាប់បង្គាប់ដែរធូបាយេរបស់យើងឮថាអាចបញ្ជាសង្គ្រាមបានគាត់មានការសប្បាយចិត្តជាខ្លាំងពេលនោះកញ្ចាស់ដួនខាយបានបកគលលិខិតឈាមនិងផ្លាកបញ្ជាឲ្យធូបាយេរបស់យើងវិញគាត់ប្រាប់ថានៅជុំវិញទីនេះពោពេញដោយក្រុមនៃកោះសម្ព័ន្ធទឹកយល់ល្អធ្វើដំណើរទៅក្រុងប៉មបំភាន់ជាមួយគាត់តែម្ដងទៅធូបាយេរបស់យើងបានយល់ព្រមហើយពួកគេក៏បានចេញដំណើរទៅទីនោះខណៈពេលដែលគេធ្វើដំណើរបានបន្តិចពេលនោះមានស្រីស្អាតម្នាក់បានផ្លុំខ្លុយបញ្ជានៅសត្វចិញ្ចឹមរបស់ខ្លួនដែលមាននៅហ្វូងសត្វជាច្រើនឲ្យដេញវាយប្រហារពួកគេទាំងពីរដែលឃើញនៅស្ថានភាពមិនសូវល្អកញ្ចាស់ដួនខាយបានឲ្យធូបាយេរបស់យើងធ្វើដំណើរទៅមុនទោះឲ្យគាត់ជាអ្នកនៅបញ្ឆោតពួកគេពេលនោះគាត់បានបកគលកណាត់បំបាំងកាយឲ្យធូប៉ាយេរបស់យើងទុកការពារខ្លួនតាមផ្លូវផងដែរហើយពួកគេទាំងពីរក៏បានបែកផ្លូវគ្នាកញ្ចាស់ដួនខាយបានបញ្ឆោតសត្វទាំងអស់នោះទៅម្ខាងឃើញបែបនេះកូនចៅនៃក្រុមកោះសម្ព័ន្ធទឹកបានមករាយការណ៍ប្រាប់មេរបស់វាអាប៉ែមុខថ្មម្នាក់នេះបានរៀបរាប់ពីសកម្មភាពរបស់ធូប៉ាយេនិងកញ្ចាស់ដួនខាយទាំងអស់ប្រាប់មេរបស់វាហើយវាក៏ហោះចេញទៅស៊ើបការបន្តទៀតទោះបីជាកូនចៅម្នាក់មើលទៅមុខដូចជាបិសាចក៏ដោយតែមេស្រីរបស់ពួកវាម្នាក់នេះសម្រស់មិនអន់នោះទេនាងមានឈ្មោះថាយូស៊ីឈៀជានារីទេលំដាប់ទី2នៃកោះសម្ព័ន្ធទឹកនាងបានប្រាប់កូនចៅរបស់នាងឲ្យទៅចាត់ការកញ្ចាស់ដួនខាយទៅចំណែកអ្នកកំឡោះតូចនោះទុកឲ្យនាងជាអ្នកចាត់ការបន្ទាប់មកនាងបានជិះនាគរបស់នាងចាក់ចេញពីទីនេះកូនចៅរបស់នាងម្នាក់ក៏បាននិយាយថាជួបជាមួយអ្នកនាងដោយផ្ទាល់ឯងពិតជាសំណាងអាក្រក់ពេកហើយតែរឿងរបស់យើងបានកាត់មកដល់កន្លែងកញ្ចាស់ដួនខាយយើងបានឃើញកញ្ចាស់ដួនខាយកំពុងតែប្រយុទ្ធជាមួយពួកអាចកចាញ់ជាច្រើនអ្នកដោយសារតែពួកគេមានចំនួនច្រើនពេកកញ្ចាស់ដួនខាយហាក់ដូចជាទប់ទល់មិនឈ្នះនោះទេវិនាទីដែលពួកគេទាំងអស់គ្នាហក់មកវាយប្រហារព្រមគ្នាភ្លាមនោះស្រាប់តែលេចចេញនៅព្រឹទ្ធាចារ្យម្នាក់បានហោះទៅវាយប្រហារពួកអាចកចាញ់ទាំងអស់នោះឆ្វាច់ចុះឆ្វាច់ឡើងងាប់អស់គ្មានសល់ម្នាក់គាត់មានឈ្មោះថាខឺហានហួយគាត់គឺជាអ្នកក្លាហានត្រាចរខណៈពេលនោះកញ្ចាស់ដួនខាយបានកលេចឃើញដាវកាត់រលើកគាត់បានស្រែកថាលបងខឺបន្ទាប់មកសាច់រឿងរបស់យើងបានកាត់មកដល់ទីតាំងនៃកោះសម្ព័ន្ធទឹកកញ្ចាស់ម្នាក់នេះបានរាយការណ៍ថាអ្នកក្លាហានត្រាចរមកពីគ្រប់ទិសទីបាននាំគ្នាធ្វើដំណើរទៅកាន់ក្រុងនៃប៉មបំភាន់ពេលនោះកញ្ចាស់ធានវូបានប្រាប់ថាកងទ័ពរបស់យើងបានឡោមព័ទ្ធទីនោះជិតអស់ហើយទៅខ្លាចស្អីពួកស្មោចទាំងអស់នេះកញ្ចាស់ម្នាក់នោះបានប្រាប់ថាតែពួកគេបានជួយសង្គ្រោះកញ្ចាស់ដួនខាយកញ្ចាស់ធានវូបានសួរថាអ្នកណាជាអ្នកជួយកញ្ចាស់ម្នាក់នោះបានប្រាប់ថាគឺម្ចាស់ចង្គមនាគខឺហានហួយតែពួកគេទាំងពីរគឺស្ថិតនៅក្រោមការសង្កេតរបស់ពួកយើងនៅឡើយទេពេលនោះកញ្ចាស់ធានវូបានកោះហៅអបិហៃវូមីង
ឲ្យចេញមកក្រៅហើយបញ្ជាវាពីអ្នកកម្ចាស់ទីងប៉ៃដើម្បីរួមដៃគ្នាទៅកម្ចាត់ខើហានហួយគាត់ក៏បានប្រគល់វត្ថុអ្វីម្យ៉ាងដើម្បីឲ្យពួកគេងាយស្រួលធ្វើការងាកមកមើលធូបប៉ាយេរបស់យើងវិញគាត់កំពុងតែដើរមើលផែនទីអំពីទីតាំងដែលពួកគាត់នឹងកម្ចាស់ដួនខៃបានណាត់គ្នាខណៈពេលដែលគាត់កំពុងតែឆ្ងល់ថាហេតុអ្វីបានជាកម្ចាស់ដួនខៃមិនទាន់មកដល់ទៀតគាត់បានចាប់អារម្មណ៍ឃើញសត្វពស់នាគមួយដ៏ធំហើយដើម្បីលាក់ខ្លួនពីវាគាត់បានប្រើក្រណាត់បំបាំងកាយដែលកម្ចាស់ដួនខៃបកគោលឲ្យគាត់កាលពីលើកមុនក្រឡេកភ្នែកបន្តិចគាត់បានឃើញនារីដ៏ស្រស់ស្អាតម្នាក់កំពុងតែងូតទឹកហើយក្នុងនាមគាត់ជាសុភាពបុរសស្មោះស្នេហ៍ដូច admin បានឃើញនៅស្ថានភាពបែបនេះមានតែមកខំចិត្តឈើមើលតែប៉ុណ្ណោះឈើមើលបានមួយសន្ទុះគាត់ក៏សម្រេចចិត្តថាចាក់ចេញតែគាត់បានឃើញសត្វពស់នាគដ៏ធំមួយនោះមានចលនាគាត់ក៏សម្រេចចិត្តត្រឡប់ទៅវិញពេលនោះកញ្ញាយូស៊ីជាបាននិយាយថាតើឯងចង់ត្រឡប់មកមើលម្ដងទៀតមែនទេស្លៀកពាក់រួចនាងក៏ហោះមកជិតធូប៉ាយេរបស់យើងដៃបានលូកលាន់កូនប្រុសរបស់គេហើយប្រាប់ថាបើឯងចង់មើលឲ្យច្បាស់ជាងនេះអាចប្រាប់ជជែកបានធូប៉ាយេរបស់យើងបានប្រកែកថាអត់ទេគាត់មកវិញគឺដើម្បីប្រាប់នាងឲ្យប្រយ័ត្នអំពីសត្វមួយនោះជជែកប្រាប់ថាសត្វនាគមួយនេះគឺជាសត្វចិញ្ចឹមរបស់នាងនោះទេលើដូចនេះធូប៉ាយេរបស់យើងក៏ចាប់អារម្មណ៍ដឹងថានាងគឺជាធីតាទេពនៃកោសម្ព័ន្ធទឹកខណៈពេលដែលគាត់កំពុងតែគិតរកផ្លូវចាក់ចេញជជែកបានសួរបញ្ជាក់ម្ដងទៀតថាមុននេះបន្តិចឯងបានមើលឆ្អែតហើយឬនៅធូប៉ាយេរបស់យើងបានសុំអភ័យទោសដែលមុននេះបន្តិចគាត់រៀងឆ្លើយបន្តិចហើយពេលនេះគាត់នឹងចាក់ចេញពីទីនេះភ្លាមពេលនោះជជែកបានប្រាប់ថាឯងបានមើលជជែកឆ្អែតហើយពេលនេះឯងគួរតែឲ្យជជែកមើលឯងម្ដងមុននេះបន្តិចឯងមានចិត្តចង់ជួយសង្គ្រោះខ្ញុំហើយពេលនេះជជែកក៏មានរំណងចង់ជួយឯងនៅរឿងមួយដែរបន្ទាប់មកនាងបានទៅដេកនៅលើផ្ទាំងថ្មមួយហើយបោះដៃឲ្យធូប៉ាយេរបស់យើងចូលមកពេលនោះធូប៉ាយេរបស់យើងបានគិតអំពីសម្បត្តិឈាមនិងផ្លាកបញ្ជាគឺមិនអាចឲ្យធ្លាក់ក្នុងដៃនាងបានទេខណៈពេលនោះគាត់បានកុហកនាងថាម៉ាក់របស់គាត់គឺមិនអនុញ្ញាតឲ្យគាត់ដោះសម្លៀកបំពាក់នៅមុខមនុស្សស្រីឡើយពេលនេះគាត់មានវិធីល្អមួយគាត់នឹងទៅដោះសម្លៀកបំពាក់នៅខាងនោះហើយគាត់នឹងត្រឡប់មកវិញភ្លាមតែធូប៉ាយេរបស់យើងទៅទីនោះដើម្បីលាក់នៅសម្បត្តិឈាមនិងផ្លាកបញ្ជានោះទេបន្ទាប់មកគាត់បានរត់ចាក់ចេញពីទីនេះជជែកបានឃើញក៏ប្រើនៅចំហាយយុទ្ធសាស្ត្រចាប់គាត់យកមកវិញជួបនៅរបស់ពិតបែបនេះធូប៉ាយេរបស់យើងមានការរឹងខ្លួនជាខ្លាំងខណៈពេលនោះជជែកបានបញ្ចេញនៅចំហាយពស់ពីរក្បាលបញ្ចូលទៅក្នុងខ្លួនធូប៉ាយេដែលធ្វើឲ្យគាត់មានការឈឺចុកចាំនិងពិបាកទ្រាំជាខ្លាំងជជែកប្រាប់ថាចំហាយពស់ទាំងពីរនេះនឹងធ្វើឲ្យគាត់មានអារម្មណ៍សប្បាយរីករាយកាន់តែខ្លាំងបន្ទាប់ពីត្រូវចំហាយពស់ទាំងពីរនោះហើយធូប៉ាយេរបស់យើងដូចជាលះជាងមុនគាត់ចាប់ផ្ដើមអោបជជែកហើយក៏លោតចូលទៅក្នុងទឹកពួកគាត់ទាំងពីរចាប់ផ្ដើមអស់រែងបានបន្តិចតែពេលនោះធូប៉ាយេហាក់ដូចជាដឹងខ្លួនវិញគាត់បានបញ្ញាច្រានជជែកចេញហើយយើងក៏មិនទាន់ដឹងថាធូប៉ាយេរបស់យើងអាចរួចខ្លួនពីជជែកពស់ឬក៏អត់ទេសាច់រឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនេះកុំភ្លេចចុច Sub ឲ្យ admin ម្នាក់មួយផងហើយ admin ស្មោះស្នេហ៍ម្នាក់នេះនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយបន្ទាប់ទៀត